អ្នកដែលគាត់បិទហាងថ្ងៃចូលឆ្នាំគឺគាត់បានដើរលេងជួបជុំគ្រួសារបងប្អូនមិត្តភ័ក្តិអីសប្បាយអញ្ចឹងទៅប៉ុន្តែសម្រាប់អ្នកដែលគាត់បើកហាងថ្ងៃចូលឆ្នាំវិញបិទថាមិនបានសប្បាយដូចគេមែនប៉ុន្តែលុយសុទ្ធបងប្អូនចប់ចូលឆ្នាំគឺយើងដឹងគ្នាហើយថាមួយណាល្អជាងមួយណាហើយដូចបងប្អូនឃើញនៅហាងវៀងច័ន្ទនៅចិត្តបឹងកក់នេះគាត់នៅបើកលក់ធម្មតាថ្ងៃចូលឆ្នាំណាអញ្ចឹងព្រលឹមឡើងក្រោកមករកបាយស្រូបកាទៀវអីគេបិទហាងអស់បងប្អូនអាចមកបានចាំខ្ញុំដាក់ទីតាំងព័ត៌មានឥតឲ្យបងប្អូនដែរនៅម្ដុំបឹងកក់ហ្នឹងហើយចាំបងប្អូនចូលទៅ check មើលក្នុង comment ទៅទីតាំងណាហើយណែបាញ់កាញ់ឡាវរបស់គាត់ណាអូតំណងណាស់បងប្អូនដាក់គ្រប់មុខចេះមកមានជើងជ្រូកមានកសោមមាន់មានសាច់មាន់នេះចេះមកអូអែមកាទៀវឡាវកាទៀវអីណាមានកតុយគោមានប្រហិតធំអីចេះអែមបងប្អូនអាចមកបានហើយណែបងប្អូនមនុស្សណែនហាងរបស់គាត់ដោយសារតែនៅភ្នំពេញចាប់ពីថ្ងៃទី1ទី2ទី3នេះទៅគឺដឹងតែស្ងាត់យកមែនតើហ្នឹងបងប្អូនមើលតែតាមផ្លូវទៅគឺរមតោរឡានសឹងតែមិនឃើញទេហើយហាងនៅភ្នំពេញអាចថា 90% គឺចាប់ផ្ដើមបិទបដាហើយមានហាងតិចណាស់នៅលក់អញ្ចឹងហើយបានមនុស្សប្រមូលផ្ដុំអញ្ចឹងអ្នកលក់ហ្នឹងក៏ស្រួលកើបលុយដែរបងប្អូនដូចហាងរបស់គាត់នេះអញ្ចឹងណាមនុស្សពេញទាំងអស់នេះខ្ញុំទៅដល់ម៉ោង8កន្លះ9ហើយហ្នឹងក៏នៅតែមានមនុស្សណែនដែរចូលពេញទាំងអស់ចឹងបងប្អូនព្រលឹមឡើងចង់រករបស់អីញ៉ាំកាទៀវឡាវឬមួយក៏បាញ់កាញ់ឡាវអីហ្នឹងគឺបងប្អូនអាចមកបាននេះជាទីតាំងមួយដែលគាត់បើកលក់រហូតតតែចប់ចូលឆ្នាំគឺលក់បន្តរហូតនិយាយទៅគឺអត់បិទទេអត់បិទថ្ងៃចូលឆ្នាំហើយក៏អត់បិទថ្ងៃធម្មតាដែរបងប្អូនអាចមករកទាំងផឹកទាំងល្ងាចបានចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទនៅក្នុង comment ជូនបងប្អូនដែរអូតំណងណាស់បងប្អូនបាញ់កាញ់ឡាវមកគាត់នេះដួសមួយចានមកចាស់ជាតិមែនតើអញ្ចឹងមានតែប៉ុណ្្នឹងទេដើម្បីចែកផ្នែកអរគុណបងប្អូនជំរាបលាបាយដូរឆ្នាំណាស់ពីវល់មកទៅចូលឆ្នាំនៅឡាវអត់ទាន់តាមទេណូអ្នកដែលគាត់បិទហាងថ្ងៃចូលឆ្នាំគឺគាត់បានដើរលេងជួបជុំគ្រួសារបងប្អូនមិត្តភ័ក្តិអីសប្បាយអញ្ចឹងទៅប៉ុន្តែសម្រាប់អ្នកដែលគាត់បើកហាងថ្ងៃចូលឆ្នាំវិញបិទថាមិនបានសប្បាយដូចគេមែនប៉ុន្តែលុយសុទ្ធបងប្អូនចប់ចូលឆ្នាំគឺយើងដឹងគ្នាហើយថាមួយណាល្អជាងមួយណាហើយដូចបងប្អូនឃើញនៅហាងវៀងច័ន្ទនៅចិត្តបឹងកក់នេះគាត់នៅបើកលក់ធម្មតាថ្ងៃចូលឆ្នាំណាអញ្ចឹងព្រលឹមឡើងក្រោកមករកបាយស្រូបកាទៀវអីគេបិទហាងអស់បងប្អូនអាចមកបានចាំខ្ញុំដាក់ទីតាំងព័ត៌មានឥតឲ្យបងប្អូនដែរនៅម្ដុំបឹងកក់ហ្នឹងហើយចាំបងប្អូនចូលទៅ check មើលក្នុង comment ទៅទីតាំងណាហើយណែបាញ់កាញ់ឡាវរបស់គាត់ណាអូតំណងណាស់បងប្អូនដាក់គ្រប់មុខចេះមកមានជើងជ្រូកមានកសោមមាន់មានសាច់មាន់នេះចេះមកអូអែមកាទៀវឡាវកាទៀវអីណាមានកតុយគោមានប្រហិតធំអីចេះអែមបងប្អូនអាចមកបានហើយណែបងប្អូនមនុស្សណែនហាងរបស់គាត់ដោយសារតែនៅភ្នំពេញចាប់ពីថ្ងៃទី1ទី2ទី3នេះទៅគឺដឹងតែស្ងាត់យកមែនតើបងប្អូនមើលតែតាមផ្លូវទៅគឺរមតោរឡានសឹងតែមិនឃើញទេហើយហាងនៅភ្នំពេញអាចថា 90% គឺចាប់ផ្ដើមបិទបដាហើយមានហាងតិចណាស់នៅលក់អញ្ចឹងហើយបានមនុស្សប្រមូលផ្ដុំអញ្ចឹងអ្នកលក់ហ្នឹងក៏ស្រួលកើបលុយដែរបងប្អូនដូចហាងរបស់គាត់នេះអញ្ចឹងណាមនុស្សពេញទាំងអស់នេះខ្ញុំទៅដល់ម៉ោង8កន្លះ9ហើយហ្នឹងក៏នៅតែមានមនុស្សណែនដែរចូលពេញទាំងអស់ចឹងបងប្អូនព្រលឹមឡើងចង់រករបស់អីញ៉ាំកាទៀវឡាវឬមួយក៏បាញ់កាញ់ឡាវអីហ្នឹងគឺបងប្អូនអាចមកបាននេះជាទីតាំងមួយដែលគាត់បើកលក់រហូតតតែចប់ចូលឆ្នាំគឺលក់បន្តរហូតនិយាយទៅគឺអត់បិទទេអត់បិទថ្ងៃចូលឆ្នាំហើយក៏អត់បិទថ្ងៃធម្មតាដែរបងប្អូនអាចមករកទាំងផឹកទាំងល្ងាចបានចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទនៅក្នុង comment ជូនបងប្អូនដែរអូតំណងណាស់បងប្អូនបាញ់កាញ់ឡាវមកគាត់នេះដួសមួយចានមកចាស់ជាតិមែនតើអញ្ចឹងមានតែប៉ុណ្្នឹងទេដើម្បីចែកផ្នែកអរគុណបងប្អូនជំរាបលាបាយដូរឆ្នាំណាស់ពីវល់មកទៅចូលឆ្នាំនៅឡាវអត់ទាន់តាមទេណូ